ចាបងប្អូនមួយចំនួនប្រហែលជាកំពុងតែមានស្បែកមុខបែបនេះមែនដែរឬអត់ចាជាប្រភេទស្បែកមុខខ្លាញ់ដែលមានសារធាតុប្រេងច្រើនហើយគិតថាខ្លួនឯងនឹងមិនចាំបាច់ប្រើផលិតផលផ្ដល់សំណើមបន្ថែមទៀតទេមានការយល់ច្រឡំជាច្រើនដែលគិតថាស្បែកមុខខ្លាញ់ណាមិនចាំបាច់ប្រើផលិតផលផ្ដល់សំណើមទៀតទេប៉ុន្តែធៀបពិតអត់ទេបើសិនជាក្នុងលក្ខខណ្ឌស្បែកយើងខ្លាញ់ហើយយើងអត់ប្រើប្រាស់ជាផលិតផលផ្ដល់សំណើមគឺស្បែកនឹងបង្កើននៅបរិមាណជាតិខ្លាញ់នឹងឲ្យកាន់តែច្រើនចាការដែលមិនប្រើប្រាស់នៅផលិតផលផ្ដល់សំណើមគឺអាចផ្ដល់ផលរំខានជាច្រើនដែលនៅពេលដែលបងប្អូនស្បែកខ្សោះជាតិទឹកគឺកពេញសេបាសេកឡង់នឹងបង្កើនជាតិខ្លាញ់បន្ថែមអញ្ចឹងនៅពេលដែលបង្កើនជាតិខ្លាញ់ខ្លាំងពេកគឺធ្វើឲ្យផ្ទៃមុខនឹងគឺអាចងាយរងនឹងការកកស្ទះរុនរោមហើយនៅពេលដែលកកស្ទះរុនរោមខ្លាំងពេកគឺអាចធ្វើឲ្យបង្កើតជាបញ្ហាមុនឲ្យកើនឡើងកាន់តែខ្លាំងចាហើយមួយវិញទៀតនៅពេលដែលស្បែកស្ងួតខ្លាំងពេកគឺងាយជួបជាមួយនឹងបញ្ហាស្បែកមុខជ្រួញក៏ដូចជាងាយនឹងធ្វើឲ្យស្បែករបស់បងប្អូនរងប្រតិកម្មផងដែរចាហើយសម្រាប់ការប្រើប្រាស់ជាប្រភេទផលិតផលផ្ដល់សំណើមគឺជួយឲ្យស្បែករបស់បងប្អូននឹងគេហៅថាមានសំណើមគ្រប់គ្រាន់អញ្ចឹងអាចកាត់បន្ថយនៅការបញ្ចេញនៅជាតិខ្លាញ់លើសកាត់បន្ថយការឡើងមុនក៏ដូចជាធ្វើឲ្យមុខរបស់បងប្អូននឹងកាត់បន្ថយស្នាមជាជ្រួញហើយព្រមទាំងជួយឲ្យស្បែករបស់បងប្អូនមានតុល្យភាពល្អទៀតផងអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាស្បែកមុខខ្លាញ់ហើយកុំភ្លេចជាមួយនឹងការប្រើប្រាស់ផលិតផលផ្ដល់សំណើមផងដើម្បីផ្ដល់ជាតិទឹកដល់ស្បែកបានគ្រប់គ្រាន់ចាហើយសម្រាប់ផលិតផលដែលបងប្អូនជ្រើសរើសអាចជ្រើសរើសយកផលិតផលណាដែលមានផ្សំពីសារធាតុ Hyaluronic acid វាជាសារធាតុមួយដែលស័ក្តិសមសម្រាប់បងប្អូនដែលមានបញ្ហាស្បែកខ្លាញ់